បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលទស្សនាវីដេអូ Channel កសិករស្រីក្នុងថ្ងៃនេះខ្ញុំអត់មានវីដេអូអីចែកជូនដល់ពុកម៉ែបងប្អូនប្រជាកសិករគ្រប់រូបទេអញ្ចឹងហើយគ្រាន់តែជាវីដេអូដែលសួរនាំសួរសុខទុក្ខពុកម៉ែបងប្អូនតែប៉ុណ្ណោះតើពុកម៉ែបងប្អូនសុខសប្បាយជាទេហើយខាងកសិកម្មពុកម៉ែបងប្អូនការដាំដុះពុកម៉ែបងប្អូនមានការកាក់កបដែរឬទេកំពុងដាំដុះធ្វើទៅលើអ្វីជាពិសេសនៅរដូវខែវស្សានេះតើពុកម៉ែបងប្អូននឹងដាំដំណាំស្រូវដែរទេបើដាំនឹងតើដាំប៉ុណ្ណាដែរដាំដើម្បីផ្គត់ផ្គង់សម្រាប់ជីវភាពគ្រួសារឬដាំដើម្បីទទួលបានកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពុកម៉ែបងប្អូន